មួយជុំចឹងមួយជុំអស់38នាទីចុះ3ជុំអស់ប៉ុន្មាននាទីចឹងយើងត្រូវធ្វើម៉េចយើងត្រូវគុណចឹងយើងយកអីគុណអីយក3គុណនឹង38យើងត្រូវយក3ជុំគុណនឹង38នាទីតែយើងគុណមក38គុណនឹង3 8ដង24សិលេខ4ត្រាទុក2 3ដង9 បូក2 11ស្មើនឹង114នាទីប៉ុន្តែ114នាទីវាលើ60ចឹងយើងត្រូវបំបែកទៅជាម៉ោងចឹងដើម្បីបំបែកពីនាទីទៅម៉ោងយើងត្រូវធ្វើម៉េចយើងត្រូវចែកនឹង60ចឹងយើងយក114ចែកនឹង60ដាក់បាន1 0ដង0 1 6ដង6 4ដាក់0 4 11ដាក់6សល់5នៅសល់5ចឹងមួយនឹងមួយអី1ម៉ោង54នាទីចឹងស្មើនឹង1ម៉ោង54នាទីស្មើនឹង1ម៉ោង54នាទីចឹងសំណួរគេសួរថាតើនាងប្រើរយៈពេលអស់ប៉ុន្មានដើម្បីរត់ជុំវិញសួននោះចំនួន3ជុំចឹងយើងរកមិនសេណែតរយៈពេលដែលនាងប្រើរត់ជុំវិញសួនចំនួន3ជុំចាយើងត្រូវរករយៈពេលដែលនាងប្រើរត់ជុំវិញសួននោះចំនួន3ជុំចឹងនាងប្រើរយៈពេលអស់ប៉ុន្មាន1ម៉ោង54នាទី1ម៉ោង54នាទីតោះស៊ីងខឡើងសរសេររកហើយសេណាត